តើអ្នកធ្លាប់កំណត់ម៉ោងរូនៅម៉ោង5ម៉ោង6ព្រឹកដោយមានចំណុចចិត្តយ៉ាងមុតថាថ្ងៃស្អែកខ្ញុំនឹងភ្ញាក់ពីព្រឹកប៉ុន្តែដល់ម៉ោងរូភ្លាមបែរជាអ្នកចុចបិទហើយកិច្ចបន្តរហូតដល់ម៉ោង8ដែរឬទេកុំបារម្ភនេះមិនមែនតែម្នាក់ឯងនោះទេមនុស្សភាគច្រើនក៏បរាជ័យក្នុងការភ្ញាក់ពីព្រឹកផងដែរមិនមែនមកពីពួកគេខ្ជិលនោះទេប៉ុន្តែមកពីពួកគេមិនទាន់ដឹងពីតិចនេះត្រឹមត្រូវនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែក4វិធីសាស្ត្របែបវិទ្យាសាស្ត្រដែលជួយឲ្យអ្នកភ្ញាក់ពីព្រឹកដោយស្រស់ស្រាយមិនងងុយនិងមានថាមពលពេញមួយថ្ងៃផងដែរចំណុចទី1កុំមើលទូរស័ព្ទមុនពេលចូលគេងអានតំបាំងនៃការភ្ញាក់ពីព្រឹកគឺការចាប់ផ្ដើមតាំងពីយប់ម៉ាញ់ថ្ងៃមូលហេតុធំបំផុតដែលធ្វើឲ្យយើងងងុយខ្លាំងនៅពេលព្រឹកគឺដោយសារតែយើងមិនគេងមិនស្កប់ស្កល់ហើយពន្លឺពណ៌ខៀវពីអេក្រង់ទូរស័ព្ទរបស់អ្នកវាទៅបំផ្លាញអរម៉ូនម្យ៉ាងឈ្មោះថា melatonin ដែលជាអរម៉ូនជួយឲ្យយើងគេងលក់ដូច្នេះច្បាប់ទី1គឺការដាក់ទូរស័ព្ទចុះ30នាទីមុនពេលចូលគេងជំនួសមកវិញដោយការអានសៀវភៅឬក៏ស្ដាប់តន្ត្រីសម្រាប់អារម្មណ៍ធ្វើបែបនេះខួរក្បាលរបស់អ្នកបានសម្រាប់ហើយនឹងភ្ញាក់មកដោយស្រស់ស្រាយជាងមុនចំណុចទី2ដាក់ម៉ោងរូឲ្យឆ្ងាយពីដៃតើអ្នកដាក់ទូរស័ព្ទនៅក្បាលដំណេកមែនទេនោះគឺជាកំហុសដ៏ធំបំផុតពេលម៉ោងរូដៃរបស់អ្នកនឹងចុចបិទវាដោយសារប្រវត្តិព្រោះវានៅជិតពេកវិធីដ៏ស្រាយគឺយកទូរស័ព្ទឬក៏នាឡិកាទៅដាក់នៅក្នុងចុងក្រែឬក៏នៅលើតុដែលឆ្ងាយពីដៃពេលវារូអ្នកតម្រូវឲ្យក្រោកឈរនិងដើរទៅបិទវាចលនានៃការក្រោកនោះហើយដែលជួយឲ្យដាស់រាងកាយរបស់អ្នកឲ្យភ្ញាក់ពីដំណេកបានពាក់កណ្ដាលទៅហើយចំណុចទី3ផឹកទឹកមួយកែវភ្លាមបន្ទាប់ពីគេងអស់រយៈពេល6ទៅ8ម៉ោងរាងកាយរបស់អ្នកគឺខ្វះជាតិទឹកខ្លាំងណាស់ការខ្វះជាតិទឹកធ្វើឲ្យខួរក្បាលស្ពឹកធ្វើឲ្យអារម្មណ៍របស់អ្នកថាងងុយគេងដូច្នេះរឿងដែលអ្នកត្រូវធ្វើបន្ទាប់គឺបិទម៉ោងរូភ្លាមគឺផឹកទឹកមួយកែវពេញទឹកនឹងជួយដាស់ប្រព័ន្ធរាងកាយបង្កើតចរន្តឈាមធ្វើឲ្យខួរក្បាលរបស់អ្នកភ្លឺស្វាងតែភ្លាមគ្រាន់តែទឹកមួយកែវវាក៏មានប្រសិទ្ធភាពជាងកាហ្វេទៅទៀតនៅពេលព្រឹក4មានហេតុផលច្បាស់លាស់ចុងក្រោយនឹងសំខាន់បំផុតតើអ្នកភ្ញាក់ពីព្រឹកដើម្បីអ្វីបើអ្នកភ្ញាក់មកហើយមិនដឹងថាត្រូវធ្វើអ្វីអ្នកនឹងត្រឡប់ទៅគេងវិញមិនខានចូលកំណត់គោលដៅរបស់អ្នកនៅយប់នេះឧទាហរណ៍ថាអូថ្ងៃស្អែកខ្ញុំភ្ញាក់ដើម្បីអានសៀវភៅដល់9ហើយឬក៏ខ្ញុំភ្ញាក់ដើម្បីហាត់ប្រាណ15នាទីអញ្ចឹងណាហើយនៅពេលដែលមានពេលស្កាត់ច្បាស់លាស់អ្នកនឹងមានកម្លាំងចិត្តក្នុងការក្រោកចេញពីគ្រែផងដែរសរុបមកដើម្បីភ្ញាក់ពីព្រឹកឲ្យបានជោគជ័យឈប់លេងទូរស័ព្ទមុនពេលចូលគេងដាក់ម៉ោងរូឲ្យឆ្ងាយពីដៃផឹកទឹកមួយកែវភ្លាមពេលភ្ញាក់មានគោលដៅច្បាស់លាស់សម្រាប់ពេលព្រឹកបុគ្គលជោគជ័យជាច្រើននៅលើពិភពលោកសុទ្ធតែប្រើប្រាស់ពេលវេលាពេលព្រឹកដើម្បីបង្កើតភាពខ្លាំងពីអ្នកភ្ញាក់មុនគេអ្នកមានពេលរៀបចំខ្លួនឲ្យបានល្អជាងគេសាកល្បងអនុវត្តវិធីទាំងនេះនៅថ្ងៃស្អែកហើយ comment ប្រាប់ខ្ញុំផងថាវាមានប្រសិទ្ធភាពដែរទេសូមអរគុណសម្រាប់ការទស្សនាកុំភ្លេចចុច Subscribe និងរូបកណ្ដឹងដើម្បីទទួលបានការលើកអភិវឌ្ឍខ្លួនល្អៗជារៀងរាល់ថ្ងៃពីពន្លឺគំនិតជួបគ្នានៅវីដេអូក្រោយ